ជាសួរបងប្អូនទាំងអស់គ្នាក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ខ្ញុំមានខកពីម៉ាថាយចំពុក4គ្រានោះព្រះវិញ្ញាណនាំព្រះយេស៊ូវទៅឯទីរហោស្ថានដើម្បីឲ្យត្រូវអរិយល្បួងការទ្រង់បានតម40ថ្ងៃ40យប់ហើយក្រោយមកទ្រង់ឃ្លានរួចមេល្បួងក៏មកទូលទ្រង់ថាបើអ្នកជាប្រជាបុត្រានៃព្រះមែនចូលបង្គាប់ដុំថ្មនេះឲ្យទៅជានំប៉័ងទៅតែទ្រង់មានបន្ទូលតបថាមានសេចក្តីចែងទុកមកដូច្នេះមនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេគឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះអស់ព្រះមកដែរអារ្យក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធដាក់នៅលើកំពូលព្រះវិហារទូលថាបើអ្នកជាប្រជាបុត្រានៃព្រះមែនចូលទម្លាក់ខ្លួនចុះទៅក្រោមចុះត្បិតមានសេចក្តីចែងទុកមកថាទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ពីដំណើរអ្នកទេវតានោះនឹងទ្រអ្នកដោយដៃក្រែងជើងអ្នកទង្គិចនឹងថ្មព្រះយេស៊ូវមានបន្ទូលទៅវាថាមានសេចក្តីចែងទុកមួយឆ្នេះទៀតកុំឲ្យឯងលបួងព្រះអម្ចាស់ជាព្រះនៃឯងឡើយមួយទៀតអារ្យក៏នាំទ្រង់ទៅទីកំពូលភ្នំយ៉ាងខ្ពស់ក៏បង្ហាញអស់ទាំងនគរក្នុងលោកីនិងស្រីលម្អរបស់នគរទាំងនោះថ្វាយទ្រង់ទតរួចទូលថាបើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំនោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នកនោះព្រះយេស៊ូវមានបន្ទូលថាណែសាតាំងចូលថយចេញពីអញទៅត្បិតមានសេចក្តីចែងទុកមកថាត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ជាព្រះនៃឯងហើយត្រូវគោរពដល់ទ្រង់តែមួយអង្គប៉ុណ្ណោះដូច្នេះអារ្យក៏ថយចេញពីទ្រង់ទៅរួចមានទេវតាមកបម្រើទ្រង់តាមពិតព្រះយេស៊ូវជាព្រះដែលបង្កើតគ្រប់របស់ទាំងអស់ទាំងរបស់មើលឃើញនិងមើលមិនឃើញដូច្នេះបងប្អូនត្រូវត្រៀមខ្លួនក្តីលបួងលបងលោមកឥឡូវនេះបងប្អូនហេតុការណ៍នឹងកើតឡើងតើបងប្អូនឆ្លើយតបយ៉ាងដូចម្ដេចដូច្នេះសូមឲ្យព្រះបន្ទូលរបស់ទ្រង់ទឹកក្នុងចិត្តអ្នកបងប្អូនដើម្បីបងប្អូនយល់ពីរបៀបឆ្លើយតបនឹងក្តីលបួងសូមព្រះយេស៊ូវចម្រើនកម្លាំងបងប្អូនហើយសូមព្រះគង់ជាមួយអេមែន